ជំរាបសួរបងប្អូនអរគ្នានឹងសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីណាសម្រាប់ថ្ងៃនេះដែរខ្ញុំចង់មានវីដេអូមួយដើម្បីបង្ហាញបងប្អូនអរគ្នាណាហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលជួបបញ្ហានេះបញ្ហាដែលដូចថាយើងដូរទូរស័ព្ទថ្មីទៅស្រាប់តែនេះលេខដែលយើងសេវក្នុងស៊ីមវាអត់មានមកណាបងប្អូនអរគ្នាអីតាមពិតទៅគឺយើងសេវវាមានច្រើនហើយដល់ពេលយើងរកអត់ឃើញណាបងប្អូនអរគ្នាឃើញអញ្ចឹងវាអត់មានស៊ីមអញ្ចឹងបើសិនជាបងប្អូនអរគ្នាជួបបញ្ហាដូចហ្នឹងបងប្អូនអរគ្នាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បងប្អូនអរគ្នានឹងអាចចេះធ្វើបានហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំធ្វើការបង្ហាញតែម្ដងអញ្ចឹងយើងចូលមកកាន់កន្លែងនេះមកបងប្អូនអរគ្នាណាចូលកន្លែងហ្នឹងមកចូលកន្លែងហ្នឹងហើយយើងជួកន្លែងនេះបងប្អូនអរគ្នាឃើញទេយើងចុចលើហ្នឹងមកហើយកន្លែងនេះបងប្អូនអរគ្នាកន្លែង SIM នេះយើងចុចលើ SIM ហ្នឹងមកហើយ SIM ណាដែលយើង save លេខបងប្អូនអរគ្នាណាហើយហ្នឹង SIM នេះគឺយើង SIM save ទី1យើងចុចហើយយើងចុចពេលដែលយើងចុចកន្លែងហ្នឹងហើយយើងចុចនេះកន្លែងចុច3នេះកន្លែងចុច3នេះកន្លែងខ្ញុំឆ្ងល់ចុចលើហ្នឹងមកចុចលើហ្នឹងហើយយើងដាក់ថានាំចេញបងប្អូនអរគ្នាណានាំចេញមកពេលដែលយើងចុចនាំចេញហើយគឺនេះបងប្អូនអរឃើញវាលោតឲ្យយើងធីកយើងធីកយកទាំងអស់មកធីកយកមកហើយខ្ញុំដោះមួយដោយសារមុនហ្នឹងខ្ញុំយកទៅឈ្មោះហ្នឹងមួយហើយអញ្ចឹងពេលដែលយើងធីកទាំងអស់ហើយនេះបងប្អូនអរគ្នាចុចប៊ូតុងខាងក្រោមនេះកន្លែងខ្ញុំបង្ហាញនេះគេបងប្អូនអរគ្នាកន្លែងហ្នឹងបងប្អូនអរគ្នាចុចនេះកន្លែងប៊ូតុងហ្នឹងមកចុចនាំចេញមកនេះបងប្អូនអរគ្នាឃើញអញ្ចឹងវានាំចេញហើយអញ្ចឹងឥឡូវខ្ញុំថយមើលថាតើមាននៅបងប្អូនអរគ្នាណាខ្ញុំថយមកនេះបងប្អូននេះវាមានឈ្មោះណាក៏ប៉ុន្តែវាអត់តាន់អស់ទេដោយសារខ្ញុំបានសេវទាំង SIM ទាំង2 SIM 1និង SIM 2ឥឡូវខ្ញុំចូលទៅម្ដងទៀតដើម្បី add ពី SIM ទី2ម្ដងមុនហ្នឹងខ្ញុំ add មកពី SIM ទី1ណាឥឡូវខ្ញុំចូលមក SIM ទី2វិញនិយាយទេបងប្អូនអរគ្នាឃើញមានច្រើនទៀតណាអញ្ចឹងយើងចុចកន្លែងនេះមកយើងយកមកទាំងអស់មកនេះចុចនេះខ្ញុំចេញអូកូហើយជ្រើសដូចមុនរ៉ានហើយកន្លែងនេះមិនបាច់ដោះទេដោយសារខ្ញុំអត់តាន់បានចុចយកទេមុនហ្នឹងណាអញ្ចឹងយើងចុចនេះប៊ូតុងអក្សរខ្មែរគេដាក់ថានាំចេញណាបងប្អូនអរគ្នាអញ្ចឹងយើងចុចមកទៅហ្នឹង122លេខ122លេខស្មើនឹង122ឈ្មោះបងប្អូនអរគ្នាអញ្ចឹងយើងចុចនាំចេញយើងថយមកយើងមើលនេះបងប្អូនឃើញច្រើននេះមុនហ្នឹងខ្ញុំបានបង្ហាញគឺយើងចុចទៅវាមាន12មេលេហើយនេះកន្លែងនេះអត់មានទេអញ្ចឹងយើងចូលកន្លែងនេះឃើញមានណាអញ្ចឹងមានហើយកន្លែងហ្នឹងហើយឥឡូវខ្ញុំ clear ចោលហើយខ្ញុំចូលម្ដងទៀតចង់ដឹងថាវាមានឬមួយក៏អត់ខ្ញុំចុចមកនេះឃើញទេអញ្ចឹងមានហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាបើសិនជាចូលចិត្តវីដេអូរបស់ខ្ញុំអាចជួយចុច like ចុច subscribe ដាក់សញ្ញារូបកណ្ដឹងឲ្យម្នាក់មួយផងអរគុណច្រើនចំពោះការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់